ជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាកាលពីវីដេអូមុនយើងបាននិយាយអំពីព្រឹត្តិការណ៍ផ្សេងៗដែលកើតឡើងភាគច្រើនក្នុងឆ្នាំ1979និយាយពីសង្គ្រាមរវាងវៀតណាមជាមួយចិនវៀតណាមវាយរំដោះកម្ពុជាអីហ្នឹងហើយពាក់ព័ន្ធទៅនឹងឥទ្ធិពលរបស់សហភាពសូវៀតហើយជាពិសេសការបែងចែកអំណាចរវាងមហាអំណាចកុម្មុយនីសពីរគឺប្រទេសចិនហើយនិងសហភាពសូវៀតនឹងឯងហើយបងប្អូនដែលដឹងអត់ថានៅក្នុងកំឡុងពេលនោះចិនហើយនិងសូវៀតនឹងក៏ធ្លាប់ធ្វើសង្គ្រាមជាមួយគ្នាដែរដោយកងទ័ពចិនបានបើកការវាយប្រហារទៅលើកងទ័ពរុស្ស៊ីនៅក្នុងតំបន់ទន្លេអូស៊ូរីការវាយប្រហារនេះបានធ្វើឲ្យកងទ័ពទាំងពីរនឹងរងរបួសនិងបាត់បង់ជីវិតរាប់សិបនាក់ហើយការបាត់បង់ជីវិតរបស់កងទ័ពសហភាពសូវៀតនឹងធ្វើឲ្យទំនាក់ទំនងរវាងកុម្មុយនីសទាំងពីរនឹងអត់ត្រូវគ្នាអញ្ចឹងការទូតរវាងមហាអំណាចពីរដែលកំពុងតែប្រកួតប្រជែងហ្នឹងមានភាពតានតឹងកាន់តែខ្លាំងហើយវាអាចឈានទៅដល់សង្គ្រាមនុយក្លេអ៊ែរដូច្នេះនៅក្នុងវីដេអូនេះយើងនឹងនិយាយថាតើសង្គ្រាមបែបនេះវាកើតឡើងបានយ៉ាងដូចម្តេចទាំងដែលពីអតីតកាលចិនហើយនិងសហភាពសូវៀតហ្នឹងគឺជាមិត្តដ៏ល្អបំផុតជាមហាអំណាចដែលនៅជិះទូកជាមួយនឹងគ្នាហើយហេតុអ្វីបានជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតអាចក្លាយជាសត្រូវដ៏កាចសាហាវហើយសង្គ្រាមនេះដូចគ្នាយើងក៏អាចរាប់ចាត់ទុកថាវាក៏ជាហេតុផលមួយនៅក្នុងហេតុផលជាច្រើនដែលធ្វើឲ្យសហភាពសូវៀតនឹងបែកបាក់ឬក៏ដួលរលំអញ្ចឹងបងប្អូនទាំងអស់គ្នាខ្ញុំជឿបើកវងកញ្ចក់ថាសហភាពសូវៀតបានដួលរលំនៅក្នុងកំឡុងឆ្នាំ91អញ្ចឹងបើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាបានតាមដានស្ដាប់វីដេអូពី3ចុងក្រោយនេះហើយប្រកាសជាទទួលបាននៅព្រឹត្តិការណ៍មួយចំនួនឬក៏ហេតុផលមួយចំនួនដែលចូលរួមធ្វើឲ្យសហភាពសូវៀតនឹងដួលរលំហើយជាពិសេសនៅអាហ្វហ្គានីស្ថានអីចឹងទៅហោរឿងពាក់ព័ន្ធជាមួយវៀតណាមមួយចិនអីហ្នឹងអញ្ចឹងឥឡូវនេះយើងនិយាយពីចំនួនផ្ទាល់រវាងសហភាពសូវៀតជាមួយចិនតែម្ដងអញ្ចឹងអាចបូកចូលគ្នាបានណាព្រោះថាសហភាពសូវៀតដែលជាសហគមន៍មួយដ៏រឹងមាំមិនមែនដួលរលំដោយងាយៗទេអញ្ចឹងវាម្ដងតិចដែលធ្វើឲ្យសហគមន៍មួយហ្នឹងវាចុះខ្សោយអញ្ចឹងដើម្បីបកស្រាយនៅសង្គ្រាមដែលកើតឡើងនៅក្នុងឆ្នាំ69យើងក៏លេខទៅមើលអតីតកាលសិនពាក់ព័ន្ធទៅនឹងសម្ព័ន្ធភាពដ៏រឹងមាំនៅក្រោយឆ្នាំ1949រវាងម៉ៅសេតុងហើយនិងសហភាពសូវៀតនិយាយឲ្យខ្លីទៅគឺចាប់តាំងពីចប់សង្គ្រាមលោកលើកទី2មកគឺគេចាប់ផ្ដើមរាប់អានតាក់ទងគ្នានៅថ្ងៃទី1ខែតុលាឆ្នាំ1949នៅពេលដែលម៉ៅសេតុងប្រកាសបង្កើតសាធារណរដ្ឋប្រជាមានិតចិននៅលើទីលានធានអានមិនគាត់បានជ្រើសរើសគោលនយោបាយផ្អៀងទៅម្ខាងគឺទៅកុម្មុយនីសនឹងឯងដោយចូលរួមជាមួយនឹងជំរំសង្គមនិយមដឹកនាំដោយសហភាពសូវៀតលោកម៉ៅបានធ្វើដំណើរទៅកាន់ទីក្រុងមូស្គូនៅក្នុងខែធ្នូឆ្នាំ1949ហើយស្នាក់នៅទីនោះរយៈពេល2ខែរហូតដល់ថ្ងៃទី14កុម្ភៈឆ្នាំ50គាត់បានចុះហត្ថលេខាជាមួយនឹងស្តាលីននៅលើសន្ធិសញ្ញាមិត្តភាពសម្ព័ន្ធភាពហើយនឹងជំនួយទៅវិញទៅមករយៈពេល30ឆ្នាំសហភាពសូវៀតបានផ្ដល់ប្រាក់កម្ចីរាប់រយលានដុល្លារផ្ដល់នៅអ្នកជំនាញរាប់ពាន់នាក់ដើម្បីមកធ្វើគម្រោងឧស្សាហកម្មនៅក្នុងប្រទេសចិនហើយនឹងផ្ដល់នៅគម្រោងវិនិយោគឧស្សាហកម្មចំនួន156គម្រោងហើយនឹងការគាំទ្រយោធាទៅដល់ប្រទេសចិនទៀតផងអញ្ចឹងបានន័យថាទំនាក់ទំនងមួយនេះគឺជាទំនាក់ទំនងដ៏រឹងមាំខ្លាំងមែនទែនគឺជួយគ្រប់មុខនៅក្នុងគណៈពេលដែលចិនកំពុងតែកកើតប្រទេសហើយនឹងព្យាយាមនៅក្នុងកម្មឈរជាជំហររបស់ខ្លួនឯងនៅក្នុងឯកសារគេបានកត់ថាលោកម៉ៅសេតុងបានហៅលោកស្តាលីននឹងថាជាគ្រូរបស់គាត់ទៀតផងសូវៀតបានជួយចិននៅក្នុងកំឡុងសង្គ្រាមកូរ៉េឆ្នាំ50ដល់53ដោយផ្គត់ផ្គង់យន្តហោះចម្បាំងផ្សេងៗក៏ដូចជាផ្ដល់នៅទីប្រឹក្សាផ្ដល់នៅយុទ្ធសាស្ត្រដើម្បីធ្វើសង្គ្រាមមិត្តភាពនេះហាក់បីដូចជាមិត្តភាពដែលរឹងមាំខ្លាំងមែនទែនសឹងតែមិនគួរឲ្យជឿថាប្រហែលឆ្នាំក្រោយមកវាអាចបែកបាក់ប៉ុន្តែនៅក្រោយមិត្តភាពដែលយើងមើលទៅរឹងមាំហ្នឹងវាចាប់ផ្ដើមមានភាពរង្គោះរង្គើម្ដងតិចហើយដោយសារអីគឺដោយសារតែលោកម៉ៅសេតុងគាត់មានអារម្មណ៍ថាស្តាលីនហ្នឹងគឺចាត់ទុកចិនថាជាដៃគូតូចតាចមិនមែនជាប្រទេសដែលមានឥទ្ធិពលស្មើមុខស្មើមាត់អីចឹងទៅថ្មីត្បិតតែកាលពីពេលនោះប្រទេសចិនអត់ទាន់ទំនើបអត់ទាន់ខ្លាចជាអ្នកមានខ្លាំងប៉ុន្តែគឺជាប្រទេសដ៏ធំមួយនៅក្នុងចំណោមប្រទេសកំពូលមានអារម្មណ៍ថាដូចជាបន្ទាប់ពីរុស្ស៊ីមកគឺយើងឃើញចិននឹងឯងដែលធំខ្លាំងនៅលើផែនទីពិភពលោកហើយនឹងមានប្រជាជនជាច្រើនរយលាននាក់ចឹងទៅចិនក៏ចាប់ផ្ដើមមានអារម្មណ៍ថាលក្ខខណ្ឌរបស់សន្ធិសញ្ញាហ្នឹងវាអត់សូវស្មើភាពទេចូលមកដល់ចំណុចទី2យើងនិយាយអំពីការផ្លាស់ប្ដូររវាងការគ្រប់គ្រងគ្នាទៅវិញទៅមកដែលវាបែកចេញជារូបរាងខ្លាំងនៅក្រោយពេលដែលស្តាលីនថ្នាក់ដឹកនាំរបស់សហភាពសូវៀតហ្នឹងបានបាត់បង់ជីវិតនៅក្នុងឆ្នាំ53លោកស្តាលីនបានទទួលមរណភាពហើយអ្នកដឹកនាំថ្មីលោកនីគីតាបានឡើងកាន់អំណាចនៅក្នុងឆ្នាំ56លោកនីគីតាបានថ្លែងសន្ទរកថាសម្ងាត់ដ៏ល្បីល្បាញមួយដែលគាត់រិះគន់ពីការគោរពបុគ្គលិកលក្ខណៈរបស់ស្តាលីននិយាយទៅគឺគាត់អត់ពេញចិត្តការដឹកនាំអត់ពេញចិត្តអីរបស់ស្តាលីនចឹងទៅនៅពេលដែលគាត់ថ្លែងសន្ទរកថាហើយរិះគន់ការដឹកនាំ
ចរិតលក្ខណៈអីផ្សេងៗរបស់ Stalin អញ្ចឹងទៅធ្វើឲ្យលោកម៉ៅសេតុងគឺគាត់មានការភ្ញាក់ផ្អើលខ្លាំងហើយនឹងខឹងសម្បាខ្លាំងដោយសារទោះបីជាយ៉ាងណាក៏ដោយម៉ៅសេតុងហើយនឹង Stalin ហ្នឹងគឺជាមនុស្សដែលមានគោលការណ៍មានការគិតទៅលើមនោគមវិជ្ជាហ្នឹងដូចគ្នាអញ្ចឹងគាត់មើលឃើញថានេះជាការកែប្រែមើលឃើញថាថ្នាក់ដឹកនាំថ្មីនីគីតាដែលជាអ្នកបន្តវេនពី Stalin ហ្នឹងអត់មានចក្ខុវិស័យដូចអ្នកដឹកនាំមុនដែលមានចក្ខុវិស័យដូចគាត់ទេអញ្ចឹងរឿងនេះវាគឺជាការកែប្រែដែលជាការបំផ្លាញឯកភាពនៃចលនាកុម្មុយនីសនៅខណៈពេលដែលម៉ៅសេតុងគាត់កំពុងតែពង្រឹងអំណាចក្នុងស្រុករបស់គាត់ពង្រីកអារបៀបភាពជាថ្នាក់ដឹកនាំបុគ្គលិកលក្ខណៈភាពផ្ដាច់ការអីផ្សេងៗនិយាយទៅរបៀបរបបនៅក្នុងការបង្កើតអត្តសញ្ញាណក្បួនច្បាប់នៃការគ្រប់គ្រងប្រទេសរបស់គាត់នៅក្នុងប្រទេសគាត់ចឹងទៅអញ្ចឹងគាត់អត់ចង់ឲ្យគំរូ Stalin ហ្នឹងត្រូវបានអ្នកណាមកវាយប្រហារឬមួយក៏មករិះគន់នោះទេក្នុងពេលនឹងដូចគ្នានីគីតាដែលជាថ្នាក់ដឹកនាំថ្មីហ្នឹងគាត់បានលើកកម្ពស់គោលនយោបាយការរួមរស់ដោយសន្តិភាពជាមួយនឹងលោកខាងលិចហើយផ្ដោតទៅលើទំនិញប្រើប្រាស់របស់ប្រជាជនហើយម៉ៅសេតុងក៏មើលឃើញថាទង្វើរបស់នីគីតានេះគឺជាការចោះចាញ់ចំពោះចក្រពត្តិនិយមនៅក្នុងឆ្នាំ58ម៉ៅសេតុងបានចាប់ផ្ដើមធ្វើការផ្លាស់ប្ដូរដ៏ធំមួយអីចឹងទៅដើម្បីបង្ហាញថាចិនអាចធ្វើបានល្អជាងគំរូរបស់សូវៀតដែលជាអ្នកដឹកនាំកន្លងមកប៉ុន្តែជាលទ្ធផលគឺវានាំមកនៅសង្គ្រាមនៅរឿងរ៉ាំរ៉ៃដែលពិបាកទទួលយកដែលយើងនឹងនិយាយគ្នានៅចំណុចបន្ទាប់នឹងឯងមកដល់ចំណុចទី3យើងនឹងនិយាយអំពីចំនួនមនោគមវិជ្ជាហើយនឹងការប្រកួតប្រជែងដឹកនាំពិភពលោករបស់កុម្មុយនីសដែលនៅក្នុងចំណុចនេះបន្ទាប់ពីលោកនីគីតាគាត់បានប្រកាសនៅក្នុងការរួមរស់ដោយសន្តិភាពជាមួយនឹងលោកខាងលិចចឹងទៅធ្វើឲ្យមានការបែងចែកមនោគមវិជ្ជានឹងខុសគ្នាខ្លាំងណាដែលវាមើលឃើញកាន់តែច្បាស់នៅក្នុងសង្គមដឹកនាំដោយអ្នកទាំងពីរហើយការប្រកួតប្រជែងហ្នឹងក៏កាន់តែកើនឡើងដោយសហភាពសូវៀតហ្នឹងគាំទ្រការផ្លាស់ប្ដូរដោយសន្តិភាពទៅជាសង្គមនិយមហើយមានភាពទន់ភ្លន់បត់បែនតាក់ទងច្រើនជាមួយនឹងសហរដ្ឋអាមេរិកចំណែកឯចិនវិញគឺគាំទ្របដិវត្តជាបន្តបន្ទាប់សង្គ្រាមប្រជាជនហើយនឹងការគាំទ្រចលនាប្រដាប់អាវុធនៅប្រទេសទី3ម៉ៅសេតុងគាត់បានចោទប្រកាន់សូវៀតថាគឺជាចក្រពត្តិនិយមសង្គមនៅក្នុងឆ្នាំ60សូវៀតបានដកអ្នកជំនាញរាប់ពាន់នាក់ដែលធ្លាប់ផ្ដល់ឲ្យចិនការពីសន្ធិសញ្ញាជាមួយគ្នានឹងទៅវិញហើយការឃោសនាលាបពណ៌គ្នាទៅវិញទៅមកអីហ្នឹងក៏ចាប់ផ្ដើមផ្ទុះឡើងអញ្ចឹងអ្នកទាំងពីរបានប្រកួតប្រជែងគ្នាដើម្បីដឹកនាំពិភពកុម្មុយនីសហើយអាល់បានីបានចូលខាងចិនហើយបកកុម្មុយនីសជាច្រើនបានបែកបាក់មានខ្លះទៅតាមចិនមានខ្លះទៅតាមរុស្ស៊ីអញ្ចឹងទៅហើយចំណុចសំខាន់មួយដែលបងប្អូនទាំងអស់គ្នាត្រូវដឹងគឺនៅក្នុងឆ្នាំ64ចិនបានសាកល្បងគ្រាប់បែកនុយក្លេអ៊ែរដោយជោគជ័យហើយលឿនជាងការរំពឹងទុកហើយហ្នឹងក៏ជាចំណុចមួយដែរដែលអាចសន្មតថាសង្គ្រាមមួយហ្នឹងគឺសហភាពសូវៀតញញើតចិនឬក៏ថារឿងចាញ់បើអ្នកដែលកំណត់ថាសូវៀតចាញ់ណាចាំមិនថារឿងនុយក្លេអ៊ែរហ្នឹងអានឹងវាក៏ជាហេតុផលមួយដែរហើយលោកម៉ៅសេតុងបានប្រកាសថាចិនគឺជាមជ្ឈមណ្ឌលបដិវត្តពិភពលោកចិនគឺនឹងក្លាយជាអ្នកដែលផ្លាស់ប្ដូរពិភពលោកតែម្ដងក្រៅពីរឿងពាក់ព័ន្ធទៅនឹងមនោគមវិជ្ជាដែលអ្នកទាំងពីរធំហ្នឹងអាចមានកំណត់ខុសគ្នាវាក៏មានទៅនឹងចំនួនប្រវត្តិសាស្ត្រពាក់ព័ន្ធទៅនឹងចំនួនព្រំដែនដូចគ្នាបញ្ហាព្រំដែនរបស់ប្រទេសទាំងពីរមានឫសគល់តាំងពីឆ្នាំ1858មកម្ល៉េះរហូតមកដល់មានសន្ធិសញ្ញាផ្សេងៗនៅឆ្នាំ1860ដែលចិនចាត់ទុកថាជាសន្ធិសញ្ញាមិនស្មើភាពអីហ្នឹងដែលចក្រភពរុស្ស៊ីបានយកទឹកដីដ៏ធំនៅម៉ាន់ជូរីកាលពីរាជវង្សឈីងហើយនឹងមានកោះផ្សេងដែលជាកោះរបស់ចិនប៉ុន្តែខ្ល้ายជាចំណុចរសើបដោយសារតែស្ថិតនៅក្រោមការត្រួតត្រារបស់រុស្ស៊ីនិយាយទៅពុកម៉ែបងប្អូនទាំងអស់គ្នាដោយសារតែចិនហ្នឹងមានទឹកដីធំហើយនៅក្នុងរជ្ជកាលចុងក្រោយនៃរាជវង្សកេរឬមួយក៏ក្នុងរជ្ជកាលដែលផ្លាស់ប្ដូរពីប្រទេសដែលមានស្ដេចមកជាអត់ស្ដេចអីហ្នឹងចឹងមានសង្គ្រាមមានអីញញៃដែរចឹងមានបាត់បង់មានរិចរិលនៅទឹកដីមួយចំនួនកន្លែងខ្លះក៏ផ្ដាច់ខ្លួនកន្លែងខ្លះក៏ធ្លាក់នៅក្រោមការគ្រប់គ្រងរបស់ប្រទេសទី2ទី3ចឹងទៅហើយក្នុងហ្នឹងមានរុស្ស៊ីដែរចឹងនៅក្នុងពេលដែលមានភាពតានតឹងពាក់ព័ន្ធទៅនឹងមនោគមវិជ្ជាអញ្ចឹងទៅចិនក៏ទាមទារដើម្បីកំណត់ព្រំដែនខណៈសូវៀតព្យាយាមចង់គ្រប់គ្រងតំបន់ទាំងអស់ហ្នឹងហើយរហូតមកដល់ឆ្នាំ64ជាឆ្នាំដែលយើងនិយាយគ្នាមិញចិនរៀងខ្លាំងជាងមុនណានុយក្លេអ៊ែរអីហ្នឹងក៏ជោគជ័យលោកម៉ៅសេតុងបាននិយាយជាសាធារណៈថារុស្ស៊ីនៅតែមានទឹកដីចិនកាន់កាប់នៅស៊ីបេរីហើយនិងតំបន់ផ្សេងៗទៀតចឹងទៅហើយកិច្ចព្រមព្រៀងបឋមត្រូវបានបោះបង់ចោលអញ្ចឹងសម្រាប់នាងខ្ញុំអានេះវាគឺជាសញ្ញាមួយដែលសង្គ្រាមហើយនិងចំនួនបានចាប់ផ្ដើមឡើងនៅឆ្នាំ1968-69ភាគីទាំងពីរបានបង្កើតកងទ័ពយ៉ាងខ្លាំងក្លាម្នាក់រៀបចំកងទ័ពវឹកហាត់ប្រត់ព្រៀងរៀងខ្លួនតែម្ដងសូវៀតមានទ័ពប្រហែលជា 658,000 នាក់ជាមួយនឹងរថក្រោះកាំភ្លើងធំហើយនិងយន្តហោះទំនើបបើចិនអត់សូវមានអីទំនើបទេប៉ុន្តែយើងសង្កេតឃើញថាមានកងទ័ពនឹងច្រើនជាងរហូតដល់ 814,000 នាក់ហើយភាគច្រើននឹងជាថ្មើរជើងប៉ុន្តែមានការរៀបចំសម្រាប់សង្គ្រាមប្រជាជន
ចឹងនៅថ្ងៃទី2មីនាឆ្នាំ69កងទ័ពចិនបានរៀបចំផែនការឲ្យបើកការវាយប្រហារទៅលើកងទ័ពសូវៀតដែលនៅការពារព្រំដែនសូវៀតការវាយប្រហារនេះបានសម្លាប់កងទ័ពសូវៀតនឹងអស់ចន្លោះពី30ទៅ70នាក់នៅក្នុងការវាយប្រហារជុំទី1ឬក៏លើកដំបូងហើយបន្ទាប់ពីនោះសូវៀតបានបញ្ជូនកងពង្រឹងកងទ័ពរបស់គេណារួមទាំងរថក្រោះអីផ្សេងៗនឹងមកជាមួយហើយមានការប្រយុទ្ធប្រហែលជាជាង2ម៉ោងចិនក៏បានដកថយនៅថ្ងៃទី15មីនារំលងបានប្រហែលជា13ថ្ងៃមានសង្គ្រាមនឹងផ្ទុះឡើងម្ដងទៀតដោយសូវៀតបានវាយបកដោយកម្លាំងធំជាងមុនដោយប្រើរថក្រោះ T-62 រថពាសដែកហើយនឹងកាំភ្លើងធុនធ្ងន់និង BM-21 អីជាដើមដែលវាជាសង្គ្រាមលើកទី1នៅក្នុងសមរភូមិដែលគេបាញ់គ្រាប់ប្រភេទនឹងអស់រាប់ម៉ឺនគ្រាប់អញ្ចឹងសង្គ្រាមនឹងធំខ្លាំងមែនទែនកងទ័ពចិនបានពង្រឹងហើយនឹងប្រើកាំភ្លើងពីច្រាំងមកខាងទៀតបាញ់ប្រហារមកកងទ័ពសូវៀតវិញការប្រយុទ្ធនេះមានរយៈពេលប្រមាណជា9ម៉ោងហើយរថក្រោះ T-62 មួយគ្រឿងរបស់សូវៀតត្រូវបានបំផ្លាញហើយក្រោយមករថក្រោះនោះក៏ត្រូវបានបញ្ជាទៅជាវិស្វកម្មទៅជាថែប69ថែងរបស់ចិនហើយបច្ចុប្បន្នត្រូវបានដាក់តាំងនៅសារមន្ទីរយោធាប្រជាជនចិននៅក្នុងទីក្រុងប៉េកាំងនិយាយទៅបើពាក់ព័ន្ធទៅនឹងសភាវុធគេកត់ត្រាកំណត់ត្រារបស់វាប្រហែលជាកាលពីក្នុងកំឡុងពេលហ្នឹងចិនអត់ទាន់សូវមានប្រភេទពួករថក្រោះរថពាសដែកអីហ្នឹងទំនើបចឹងទៅការយកបានមួយពីសហភាពសូវៀតហ្នឹងវាប្រហែលជាជំនួយទៅដល់បច្ចេកវិទ្យាឬក៏ការកែច្នៃការរៀនពីការបង្កើត build សាងសង់រថក្រោះហ្នឹងឡើងក៏ថាបាននៅក្នុងការវាយប្រហារដែលមានប្រើគ្រាប់រ៉ុកែតមានរថក្រោះរថពាសដែកអីហ្នឹងមានចំនួនអ្នកស្លាប់ហ្នឹងច្រើនខ្លាំងមែនតើចំពោះការប៉ាន់ស្មានណាខាងសូវៀតគេថាមានអ្នកបាត់បង់ជីវិតហ្នឹងចន្លោះពី32ដល់58នាក់ហើយនឹងមានអ្នករបួសអីចឹងទៅហើយមានថ្ងៃទី2ទៀតចំណែកពីប្រទេសចិនវិញបើពីមាត់ចិនបញ្ជាក់ផ្ទាល់ថាមានអ្នកបាត់បង់ជីវិតនឹង29នាក់ប៉ុន្តែបើសិនជាសូវៀតវិញគេថាចិននឹងបាត់បង់ជីវិតនឹងច្រើនណាស់រហូតដល់រាប់រយនាក់អញ្ចឹងហេតុអីបានរឿងនេះកន្លែងនេះដែលយើងត្រូវចាប់អារម្មណ៍ណាហេតុអីបានជាមានការអះអាងថាចំនួនអ្នកស្លាប់អ្នកបាត់បង់ជីវិតនៅខាងប្រទេសចិននឹងមានអាការអះអាងខុសគ្នាសូវៀតថាចិនស្លាប់ច្រើនហើយចិនថាស្លាប់តិចជាងរុស្ស៊ីមូលហេតុនោះគឺប្រហែលជាចិនអាចនឹងដឹងថាខ្លួនឯងនៅខ្សោយជាងរុស្ស៊ីប៉ុន្តែជាយុទ្ធសាស្ត្រគឺគេអត់ចង់ឲ្យដឹងថាខ្លួនឯងនឹងខ្សោយជាងអីទេព្រោះថាចិនកំពុងតែកុហកកំពុងតែបំភ័យឲ្យរុស្ស៊ីនឹងមានការញញើតកោតខ្លាចនៅក្នុងការវាយប្រហារទៅលើចិនដូចគ្នានៅក្នុងអត្ថបទនេះមានចំណុចមួយទៀតដែលគេនិយាយអំពីសហភាពសូវៀតពិចារណានៅក្នុងការវាយប្រហារដោយប្រើប្រាស់នុយក្លេអ៊ែរទៅលើប្រទេសចិនបន្ទាប់ពីការប៉ះទង្គិចគ្នាពីរដងនឹងមកមេដឹកនាំសូវៀតបានពិភាក្សាយ៉ាងម៉ត់ចត់អំពីការប្រើប្រាស់ការវាយប្រហារនុយក្លេអ៊ែរជាមុនប៉ុន្តែការវាយប្រហារហ្នឹងគេចង់វាយប្រហារទៅលើកន្លែងសាកល្បងលុយក្លេអ៊ែររបស់ចិនណាហើយនឹងមូលដ្ឋានមីស៊ីលហើយពួកគេក៏បានសួរទៅកាន់រដ្ឋាភិបាលអាមេរិកដែរហើយនឹងប្រទេសផ្សេងទៀតប៉ុន្តែអាមេរិកហើយនឹងប្រទេសផ្សេងទៀតហ្នឹងក៏គេមានប្រតិកម្មគេខ្លាចមានរឿងអីធំកើតមានហើយនឹងប៉ះពាល់ធំចឹងទៅចិនបានដឹងពីការគំរាមកំហែងរបស់ខ្លួនដែលដឹងថាគេមានគម្រោងចង់ប្រើប្រាស់នុយក្លេអ៊ែរមកអញ្ចឹងនៅក្នុងចុងខែសីហាដើមខែកញ្ញាឆ្នាំ69ចឹងពេលហ្នឹងចិនក៏មានចំណាត់ការភ្លាមសម្រាប់ការត្រៀមខ្លួនយោធាហើយមានការចម្លៀសផ្លែកខ្លះនៃថ្នាក់ដឹកនាំចេញពីប៉េកាំងហើយចិនបានពឹងផ្អែកលើយុទ្ធសាស្ត្រមនុស្សលើសពីអាវុធរបស់លោកម៉ៅសេតុងនៅក្នុងការគំរាមកំហែងទៅនឹងសង្គ្រាមប្រជាជនដ៏ធំដែលនឹងធ្វើឲ្យសូវៀតជាប់គាំងនៅក្នុងតំបន់មួយចំនួនចឹងអានឹងវាពាក់ព័ន្ធទៅលើការកុហកឬក៏ព្យាយាមបិទបាំងថាមានចំនួនកងទ័ពដែលបាត់បង់ជីវិតនៅក្នុងការវាយប្រហារ9ម៉ោងហ្នឹងតិចជាងរុស្ស៊ីអីចឹងទៅហើយដូចកន្លែងនេះចឹងបានន័យថាបើសិនជាសហភាពសូវៀតហ្នឹងដាក់ចិត្តដាក់កាយវាយប្រហារឲ្យខ្លាំងមកលើចិនមែនអាចនឹងពិបាកហើយអាចនឹងឈានទៅដល់ការប្រើប្រាស់គ្រាប់បែកនុយក្លេអ៊ែរប៉ុន្តែខាងចិនក៏គេបានបំភ័យវិញចឹងទៅហើយក៏គេបានអះអាងនៅភាពក្លាហានរបស់គេថាគេមានអាវុធតិចមែនតែមានប្រជាជនច្រើនឲ្យតែសហភាពសូវៀតហ៊ានមកចឹងគេនឹងប្រើប្រាស់សង្គ្រាមប្រជាជនណាប្រើប្រាស់សង្គ្រាមប្រជាជនហ្នឹងគឺអាងថាមានប្រជាជនច្រើនជាងអញ្ចឹងយកប្រជាជនយកទៅរងយកទៅពាំងតែម្ដងហើយប្រជាជនចិនមានរាប់លាននាក់ចឹងទៅទោះបីជាមានអាវុធកាចសាហាវប៉ុណ្ណាវាអត់ឈ្នះទៅនឹងទឹកចិត្តក្លាហានឬក៏ការលះបង់របស់ប្រជាជនទេហើយណាមួយសហភាពសូវៀតក៏គួរតែដឹងហើយថាចិនក៏កុំនេះដែរអញ្ចឹងរឿងហ្នឹងពិតជាអាចទៅរួចនៅថ្ងៃទី11ខែកញ្ញាឆ្នាំ69នៅអាកាសយានដ្ឋានប៉េកាំងក្រោយពិធីបុណ្យសពរបស់ហូជីមីញបានចប់រួចរាល់ថ្នាក់ដឹកនាំសូវៀតហើយនិងថ្នាក់ដឹកនាំកំពូល
របស់ចិនណាក៏បានជួបគ្នាអស់រយៈពេល3ម៉ោងនៅក្នុងបរិយាកាសដ៏តានតឹងហើយកិច្ចប្រជុំនេះបាននាំទៅដល់ការឈប់បាញ់ហើយនឹងការចាប់ផ្ដើមការចរចាព្រំដែនដែលបន្តអស់រយៈពេលជាង9ឆ្នាំនៅក្នុងកំឡុងពេលហ្នឹងចាប់តាំងពីមានបញ្ហារហូតដល់9ឆ្នាំក្រោយមកក៏ដោយយើងសង្កេតឃើញថាសហរដ្ឋអាមេរិកបានតាមដានយ៉ាងជិតស្និទ្ធពាក់ព័ន្ធទៅនឹងចំនួនរបស់ប្រទេសទាំងពីរហ្នឹងតាមរយៈផ្កាយរណបហើយនឹងតាមរយៈការប្រើប្រាស់ចារកម្មផ្នែកផ្សេងៗមកពីសហរដ្ឋអាមេរិកមាន Nixon មាន Henry អីហ្នឹងបានមើលឃើញឱកាសយុទ្ធសាស្ត្រដ៏ធំពាក់ព័ន្ធទៅនឹងការប្រើប្រាស់ការទូតត្រីកោណដើម្បីបើកទំនាក់ទំនងជាមួយចិនដើម្បីប្រឆាំងទៅនឹងសូវៀតហើយដាក់សម្ពាធទៅលើទីក្រុងមូស្គូក្នុងសង្គ្រាមវៀតណាមហើយនឹងកិច្ចព្រមព្រៀងអាវុធហើយកន្លែងហ្នឹងវាក៏ជារបត់នយោបាយដ៏សំខាន់ដែលចិនចាប់ផ្ដើមងាកទៅរកអាមេរិកហើយប្រឆាំងទៅនឹងសូវៀតដោយប្រយោលនិងដោយផ្ទាល់ចាប់តាំងពីនឹងមកចាប់តាំងពី69មកអញ្ចឹងបានបងប្អូនដែលបានស្ដាប់ពាក់ព័ន្ធទៅនឹងសង្គ្រាមដែលវៀតណាមវាយកម្ពុជាយើងក្នុងកំឡុងឆ្នាំ79វាយរំដោះពីជំនាន់ប៉ុលពតខ្មែរក្រហមអីហ្នឹងណាគឺរឿងទាំងអស់ហ្នឹងឯងបានន័យថាការប្រឆាំងគ្នាឆ្លោះគ្នាការបែកបាក់រវាងមហាអំណាចកុម្មុយនីសចិនហើយនិងសូវៀតហ្នឹងគឺចាប់ផ្ដើមចាំងតាំងពី49ហើយវាយគ្នានៅក្នុងឆ្នាំ69ហ្នឹងឯងហើយបើសិនជានិយាយខ្លីទៅតាមពិតត្រូវគ្នាខ្លាំងហ្នឹងគឺត្រូវខ្លាំងកាលពីសម័យ Stalin នៅជាមួយនឹងម៉ៅសេតុងដល់ពេលហើយStalin គាត់ស្លាប់មុនទៅមានអ្នកដឹកនាំក្រោយក៏មិនសូវត្រូវគ្នាជាមួយនឹងម៉ៅសេតុងព្រោះមានតែឯងអ្នកឡើងក្រោយមកអត់ត្រូវគ្នាជាមួយម៉ៅសេតុងដល់ពេលដែលម៉ៅសេតុងគាត់បាត់បង់ជីវិតទៀតទៅថ្នាក់ដឹកនាំថ្មីរបស់ប្រទេសចិនហ្នឹងក៏ងាកទៅរកការអភិវឌ្ឍកំណែទម្រង់សេដ្ឋកិច្ចអីថ្មីងាកទៅរកការចាប់ដៃគ្នាជាមួយនឹងសហរដ្ឋអាមេរិកអីចឹងទៅហើយអ្វីដែលចង់បញ្ជាក់នៅក្នុងវីដេអូនេះមុននឹងបញ្ចប់ពាក់ព័ន្ធទៅនឹងប្រវត្តិសាស្ត្រពិតហើយនឹងពាក្យចចាមអារាមមានពាក្យចចាមអារាមឬក៏ការនិយាយជាច្រើនពាក់ព័ន្ធទៅនឹងរឿងសង្គ្រាមកាលពីឆ្នាំ69រវាងសូវៀតនិងចិនហ្នឹងដោយគេយល់ថាការប៉ះទង្គិចហ្នឹងគឺជារឿងចៃដន្យប៉ុន្តែតាមការពិតចិនបានរៀបចំផែនការវាយប្រហារនៅថ្ងៃទី2មិនិនាហ្នឹងយ៉ាងច្បាស់តែម្ដងគឺគេមានផុសតាងហើយនឹងការសិក្សាអនាល័យអីផ្សេងៗថាចិនបានរៀបគម្រោងរៀបផែនការនៅក្នុងការវាយប្រហារហ្នឹងមួយវិញទៀតហ្នឹងគេគិតថាសូវៀតចង់ធ្វើសង្គ្រាមពេញលេញប៉ុន្តែការពិតពួកគេបានពិចារណានៅក្នុងការវាយប្រហារនុយក្លេអ៊ែរជាមុនប៉ុន្តែអត់បានបញ្ជាឲ្យប្រើប្រាស់បន្តទៀតទេដោយសារតែមានការពមៀនពីអាមេរិកហើយនឹងការភ័យខ្លាចពាក់ព័ន្ធទៅនឹងសង្គ្រាមប្រជាជនបើសិនជាមានមែនវានឹងមានការបាត់បង់ដ៏ធំហើយមួយវិញទៀតគេនិយាយថាចិនឈ្នះតែតាមពិតទៅវាជារឿងមួយដែលយើងពិបាកនៅក្នុងការអាកាត់វាមិនប្រកាសថាចិនឈ្នះទេបើសិនជាសូវៀតវាយតអត់ដឹងអ្នកណាឈ្នះអត់ដឹងអ្នកណាចាញ់ទេអាចនឹងចិនចាញ់ច្រើនជាងប៉ុន្តែដោយសារតែសូវៀតសម្រាប់ចិត្តថាឈប់ហើយមួយវិញទៀតគឺចិនទទួលបានអត្ថប្រយោជន៍ជាពិសេសពាក់ព័ន្ធទៅនឹងផ្នែកយោធាហើយនឹងបានទទួលប្រយោជន៍ការទូតដោយបើកទ្វារបើកតំណែងភ្ជាប់ទៅនឹងសហរដ្ឋអាមេរិកហើយនឹងបច្ចេកវិទ្យារបស់ T62 ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេពុកម៉ែបងប្អូនទាំងអស់គ្នាសង្ឃឹមថាវាគឺជាប្រយោជន៍មួយឲ្យពុកម៉ែបងប្អូនស្វែងយល់បន្ថែមពាក់ព័ន្ធទៅនឹងមហាអំណាចកុម្មុយនីសថាហេតុអីក៏ពីជំនាន់នឹងឆ្លោះគ្នាបែកគ្នារហូតដល់ដើរផ្លូវផ្សេងគ្នាហើយនឹងប្រឆាំងគ្នាដោយប្រយោជន៍ដោយយកប្រទេសទី2ទី3កម្ពុជាវៀតណាមអាហ្វហ្គានីស្ថាននិងប្រទេសផ្សេងៗអីចឹងយកមកប្រកួតប្រជែងហើយក៏ជារឿងមួយដែលយើងត្រូវដឹងដែរថានៅពេលដែលអ្នកធំពីរឈ្លោះគ្នាគេអត់ឆ្លោះគ្នានៅលើដីគេទេពិបាកតែយើងអ្នកដែលតូចតាចនឹងឯងហើយនឹងពិបាកទាំងយើងអ្នកសម្រេចចិត្តថាទៅតាមណាទៀតទៅតាមណាតែមិនស្រួលទៅឆ្វេងស្ដាំវាយទៅស្ដាំឆ្វេងវាយអីចឹងទៅវាមិនមានអីល្អជាងអព្យាក្រឹតឬមួយក៏រើសដៃគូណាមួយដែលល្អសមស្របជាក់ស្ដែងជាមួយនឹងសមត្ថភាពយើងជាក់ស្ដែងទេហើយក៏អត់មានអ្នកណាដែលថាល្អចាំតែជួយយើង100ទាំង100អីដែរបើគេជួយយើងលុះត្រាតែយើងនឹងមានប្រយោជន៍ដែរលុះត្រាតែយើងនឹងមានសារៈសំខាន់ចំពោះគេដែរមិនថាប្រយោជន៍សំខាន់ចំពោះនយោបាយភូមិសាស្ត្រនយោបាយឬក៏សេដ្ឋកិច្ចអីទេនិយាយទៅតើយើងនឹងសំខាន់ដែរបើយើងអត់ន័យអត់ខ្លឹមសារអត់មានប្រយោជន៍អីទាំងអស់នៅក្នុងផ្នែកគេក៏មានហេតុផលអីទៅជួយយើងដែរហើយជាពិសេសបើបានន័យថាពេលយើងមានគ្រោះថ្នាក់ទៅវាអត់បានខាត់បងអីដល់គេអញ្ចឹងអាហ្នឹងគឺជារឿងពិតដែលយើងទាំងអស់គ្នាត្រូវតែយល់ដឹងហើយត្រូវទទួលស្គាល់និងត្រូវទទួលយកអញ្ចឹងអរគុណដែលបានទស្សនាវីដេអូមកដល់ចំណុចនេះកុំភ្លេចចុច like ហើយចុច share ចែករំលែកវីដេអូនេះបន្តផងចុច subscribe យើងនឹងជួបគ្នានៅក្នុងវីដេអូក្រោយជម្រាបលាបាយបាយ